ខ្ញុំលើកឧទាហរណ៍មួយអានេះ AI ខ្មែរសងខ្ញុំបាន search ជាមួយ Social Blade គឺវារកបានមួយខែពី600ទៅ 10k USD ដុល្លារចឹងមានថាចំនួននេះគឺច្រើនមែនតើហើយ content របស់គាត់គឺចម្រៀងប៉ុន្តែ view របស់គាត់គឺច្រើនពីក្រុម 300k អី 100k អីក៏មានដែរគឺច្រើនខ្លាំងមែនតើអញ្ចឹងអានេះគឺជាផុសតាំងដែលបញ្ជាក់ថាវាពិតជារកលុយបានអូខេជំរាបសួរទាំងអស់គ្នាដោយសារមានសំណួរច្រើនមែនតើដែលសួរមកខ្ញុំថាតើ content AI ហ្នឹងអាចរកលុយបានពិតប្រាកដអត់អញ្ចឹងដោយសារ YouTube វាបានអាប់ដេតនៅគោលការណ៍ថ្មីតាក់ទងជាមួយនឹង content AI អីនេះជាដើមហើយឥឡូវខ្ញុំបានបកប្រែវាជាភាសាខ្មែរដើម្បីខ្ញុំចែករំលែកព័ត៌មានហ្នឹងជូនអ្នកទាំងអស់គ្នាហើយដើម្បីកុំឲ្យអ្នកទាំងអស់គ្នាសពេចសពិលតាក់ទងជាមួយនឹងការធ្វើ content ជាមួយ AI ដំបូងខ្ញុំចង់ប្រាប់ថា yes គឺ content AI គឺយើងអាចរកលុយបានប៉ុន្តែខ្ញុំអានឲ្យអ្នកទាំងអស់គ្នាស្ដាប់សិនថាវានឹកបានអាប់ដេតគោលការណ៍អីខ្លះទី1 AI គឺអាចរកលុយបានប៉ុន្តែនៅលើវីដេអូរបស់យើងហ្នឹងពេលដែលវាអាប់ដេតតិចទៀតគឺវានឹងដាក់ជា label AI មានន័យថានៅពេលដែលយើងដាក់វីដេអូផុសនៅក្នុងហ្នឹងវានឹងចេញ AI មួយគឺវាដាក់បង្ហាញថាវីដេអូនេះគឺបង្កើតឡើងដោយ AI អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីបង្កើតដើម្បីវាធ្វើហ្នឹងដើម្បីការពារវីដេអូរបស់យើងតាក់ទងមួយការកែច្នៃដើម្បីឲ្យអ្នកមើលហ្នឹងកុំយល់ច្រឡំអំពីវីដេអូរបស់យើងថាវាពិតឬក៏ real ព្រោះ content AI ខ្លះគឺបង្កើតដូចជាសាច់រឿងអញ្ចឹងធ្វើឲ្យអ្នកមើលគាត់យល់ច្រឡំថាអូហ្នឹងជារបស់ពិតជាពិសេសគឺចាស់តែម្ដងអញ្ចឹងសួរថាតើ channel content AI វា recommend អត់គឺវានៅតែបន្ត recommend ធម្មតាទោះបីជា content ហ្នឹងផលិតដោយ AI ក៏ដោយអញ្ចឹងដើម្បីឆ្លើយសំណួរបន្តទៀតដើម្បីខ្ញុំបកប្រែនៅគោលការណ៍មួយចំនួនទៀតថាអ្វីទៅជា AI label ឬក៏ policy របស់ YouTube អីផ្សេងទៀតដើម្បីជៀសវាងអ្នកទាំងអស់គ្នាកុំឲ្យខុសហើយត្រូវបានដាច់ monetize ឬក៏បើក monetize ចេញអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយអានេះ AI ខ្មែរសងខ្ញុំបាន search ជាមួយ Social Blade គឺវារកបានមួយខែពី600ទៅ 10k USD ដុល្លារចឹងមានថាចំនួននេះគឺច្រើនមែនតើហើយ content របស់គាត់គឺចម្រៀងប៉ុន្តែ view របស់គាត់គឺច្រើនពីក្រុម 300k អី 100k អីក៏មានដែរគឺច្រើនខ្លាំងមែនតើអញ្ចឹងអានេះគឺជាផុសតាំងដែលបញ្ជាក់ថាវាពិតជារកលុយបានហើយឥឡូវយើងមកមើល policy ដែលខ្ញុំបានបកប្រែបន្តទៀតថាអ្វីទៅជាសួរថាហេតុអ្វីបានជាយើងត្រូវយក label AI មានន័យថាហេតុអីបានយើងចាំបាច់ត្រូវ AI វា update ដាក់ label នៅខាងក្រោយហ្នឹងអញ្ចឹងខ្ញុំអានមកទៅយោងតាមអត្ថបទប្រកាសផ្លូវការនិងការ update មុខងារ upload របស់ YouTube ការជ្រើសរើសដាក់ផ្លាក AI គឺជារឿងសំខាន់ដោយសារមានមូលហេតុច្រើនដូចខាងក្រោមដែលខ្ញុំកំពុងចាប់ដាក់វាប្រកបឡើងហ្នឹងគឺដើម្បីតម្លាភាពនិងទំនុកចិត្តការប្រកាសប្រាប់អ្នកទស្សនាដោយស្មោះត្រង់ជួយកសាងទំនុកចិត្តនិងការពារការយល់ច្រឡំជាពិសេសនៅពេលដែលអ្នកបង្កើតមាតិកាដែលមើលទៅដូចមនុស្សឬព្រឹត្តិការណ៍ពិតប្រាកដដែលអង់គ្លេសហៅថា photorealistic content ដូចខ្ញុំនិយាយពីដើមចឹងថាការដែលដាក់AI label content នៅមុខវីដេអូមុននឹងអ្នកផ្សេងគាត់ចុចមើលហ្នឹងគឺដើម្បីកុំឲ្យគាត់យល់ច្រឡំជាពិសេសស្រុកខ្មែរយើងគឺចាស់គាត់យល់ច្រឡំថាហ្នឹងជារឿងពិតអីចឹងទៅវាបង្កឲ្យមានផលប៉ះពាល់តាក់ទងជាមួយនឹងសង្គមយើងច្រើនអញ្ចឹងទៅជាដើមអញ្ចឹងអនុលោមតាមគោលការណ៍របស់ YouTube នៅពេលដែលអ្នកទាំងអស់គ្នា upload វីដេអូប្រព័ន្ធ AI វានឹងចាប់ផ្ដើមchecking ដូចយើង checking copyright អញ្ចឹងដើម្បីឲ្យយើងជ្រើសរើសថាវាជា content AI label ឬជាវាជាមិនដើម្បីឲ្យយើងជា creator ហ្នឹងត្រូវបញ្ជាក់ឲ្យច្បាស់ជាមួយនឹង YouTube បើយើងអត់បញ្ជាក់ទេវានឹងដាច់ monetize ឬក៏អីជាដើមដូចអ្នកទាំងអស់គ្នាឃើញពេលមុន upload វីដេអូអ្នកទាំងអស់គ្នាចុចយក kid made video this made for kid សម្រាប់មនុស្សចាស់អញ្ចឹងអ្នកគ្នាចាំបានណាពេលបង្កើតពេល upload រដងហ្នឹងអាហ្នឹងវាស្តៀងគ្នាអញ្ចឹងជៀសវាងការដាក់ផ្លាកដោយប្រព័ន្ធស្វ័យប្រវត្តិប្រសិនបើ creator មិនបានប្រកាសអំពីការប្រើ AI ទេប្រព័ន្ធរបស់ YouTube ចាប់ផ្ដើមមានការប្រើប្រាស់នោះ YouTube នឹងធ្វើការដាក់ផ្លាកនេះដោយស្វ័យប្រវត្តិលើសពីនេះទៀតបើយើងព្យាយាមលាក់បាំងញឹកញាប់អាចប្រឈមនឹងការខុសគោលការណ៍របស់ YouTube នៅថ្ងៃមុខមានន័យថាបើសិនជាអ្នកទាំងអស់គ្នាវីដេអូរបស់អ្នកទាំងអស់គ្នាបង្កើតដោយ AI ហើយប៉ុន្តែអ្នកទាំងអស់គ្នាអត់ព្រមដាក់ label ហ្នឹងថាជា AI ទេ YouTube វានឹងមានវិធានការមួយផ្សេងទៀតតាក់ទងជាមួយនឹង monetize វាអាចនឹង restrict content របស់យើងឬក៏ recommend វីដេអូរបស់យើងទៅអ្នកមើលអីចឹងហើយវាអាចឈានទៅដល់ការដាច់ monetize អញ្ចឹងការផ្លាស់ប្ដូរថ្មីនៃពាក្យស្លោក AI label visibility ហ្នឹងគឺដើម្បីឲ្យអ្នកទស្សនាងាយស្រួលបានមើល YouTube មានណាកុំឲ្យវាវក់ភ័ន្តច្រឡំថា content ហ្នឹងបង្កើតដោយមនុស្សអីអញ្ចឹងទៅអញ្ចឹងសម្រាប់វីដេអូ long form ស្លាកនេះនឹង load នៅខាងក្រោមវីដេអូ player ផ្ទាល់ហើយសម្រាប់ short
video slide នេះនឹងនៅលើផ្ទៃ video on screen មានន័យថាបើសិនជា video ឡងវាត្រូវដាក់ label ពីមុខ thumbnail នឹងហ្មងមានន័យថាវាត្រូវ load បញ្ជាក់ថា AI ប៉ុន្តែបើ short វានឹង load នៅជ្រុងណាមួយនៃ video ហ្នឹងគឺវាដាក់ AI អញ្ចឹងដើម្បីជៀសវាងឲ្យយើងឬអ្នកមើលហ្នឹងយល់ច្រឡំហើយបង្កើតទៅជា fail information តាក់ទងអីផ្សេងក៏ដោយយើងអត់ដឹងទេថាAI ឬក៏មនុស្សដែលយើង content creator យើងបង្កើតក្នុងគោលបំណងល្អឬអាក្រក់ព្រោះធម្មតាវាតែមានផលប៉ះពាល់និងផលមិនប៉ះពាល់មានន័យថាអវិជ្ជមានឬអវិជ្ជមានហ្នឹងឯងអញ្ចឹងដូចខ្ញុំឧទាហរណ៍មកអញ្ចឹង channel មួយនេះគឺគាត់រកបានច្រើនមែនទែនមួយខែ600ជាងចិត្តមកយល់ច្រើនដល់គាត់បង្កើតមកអញ្ចឹងនិយាយអ្នកទាំងគ្នាគួរតែចាប់ផ្ដើមសាកទៅដូចវីដេអូខ្ញុំមុនខ្ញុំនិយាយថាយើងអាចរកលុយបានជាមួយនឹង YouTube ដោយធ្វើ content អីផ្សេងមិនតែចម្រៀងទេខ្ញុំអានបង្កើតវីដេអូរបៀបធ្វើ horror video ដែលអាចរកលុយបានគួរសមក្នុងមួយខែហើយវាតាក់ទងព័ត៌មានច្រើនទៀតនៅក្នុងវីដេអូហ្នឹងគឺខ្ញុំបានបញ្យល់ច្រើនអញ្ចឹងអ្នកទាំងគ្នាដែលអត់យល់ពី AI អីទៅ AI ចូលមកមើលវីដេអូខ្ញុំចាស់ហើយនឹងយល់ពីវាថាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងគ្នាគឺជាអីតាមពិតទៅអ្នកទាំងគ្នាគឺអាចរក channel បានពេលតនេពេលអ្នកទាំងគ្នាតនេពីការរៀនឬធ្វើការក៏ដោយមិនថាជានិស្សិតទេប៉ុន្តែខ្ញុំវីដេអូដែលខ្ញុំធ្វើខ្ញុំចង់ឲ្យនិស្សិតច្រើនជាងដោយសារពួកគាត់ឥឡូវអ្នកខ្លះគាត់កំពុងរៀនគាត់អត់មានការងារធ្វើគាត់អាចឆ្លៀតពេលដើម្បីធ្វើអញ្ចឹងតែព្រោះខ្ញុំយល់អារម្មណ៍ព្រោះខ្ញុំធ្លាប់ជានិស្សិតខ្ញុំដឹងថាគាត់ខ្វះខាតអីគាត់ត្រូវការអីអញ្ចឹងបើសិនជាអ្នកទាំងគ្នាតនេគួរតែចាប់ផ្ដើមធ្វើហើយ channel វានឹងជួយយើងបានច្រើននៅពេលអនាគតហើយកុំបោះបង់ព្យាយាមធ្វើវាហើយអ្នកខ្លះគាត់អត់ទៅ show off ក៏បានក៏មាន content ច្រើនមានចម្រៀងមានអីច្រើនដែលអាចបាច់ចេញមកក៏បានដែរសាកធ្វើទាំងអស់គ្នាដូចជាការដាក់ content ច្រើនមែនតើអូខេឥឡូវមានតែការ research ទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអូខេចាប់ផ្ដើមវាបើសិនជាអត់ចូលចិត្តទេខ្ញុំអត់ដឹងធ្វើម៉េចទេព្រោះឥឡូវខ្ញុំបានធ្វើច្រើនហើយដើម្បីជួយសម្រាលបន្ទុកអ្នកទាំងអស់គ្នាអូខេឥឡូវអត់អីទេជួបគ្នាវីដេអូក្រោយបាយបាយ